Chỉ chiến ấyធ្វើអំពីត្បូងកន្ទឹមធម្មជាតិក៏ប៉ុន្តែជាកន្ទឹមធម្មជាតិដែលព្យាបាលហើយវាមានទំហំ 15.5 លីគុណនឹង 11.5 លីត្បូងកន្ទឹមនេះបើសិនណាជាទំហំប៉ុណ្ណឹងហើយវាមិនមែនជាកន្ទឹមព្យាបាលវាមានតម្លៃថ្លៃណាស់គឺចាប់ថ្លៃពី100,000រហូតដល់500,000ឬអាចដល់ខ្ទង់លានគឺអាស្រ័យទៅតាមពណ៌របស់វាពណ៌ដែលថ្លៃគឺជាពណ៌ឈាមព្រាបហើយពណ៌ដែលថោកគឺពណ៌ដែលវារៀងទៅដល់កាជូហេតុផលដែលត្បូងកន្ទឹមនេះគេត្រូវព្យាបាលគឺដោយសារតែយកចេញពីធម្មជាតិមកគឺវាមិនល្អនោះទេគឺវាមានប្រហោងវាប្រេះវាស្រាំវាពណ៌ខ្មៅឬបានន័យថាវាមានទម្រង់ឬរចនាសម្ព័ន្ធវាខូចខាតច្រើនតែម្ដងដូច្នេះទើបគេព្យាបាលវាហើយការព្យាបាលគឺមានវិធីសាស្ត្រ3យ៉ាងគឺគេអាចដុតកម្ដៅរហូតដល់ 1800 អង្សាសេអាចសឹងតែឲ្យវារលាយត្បូងឬមួយបំបែកត្បូងនោះបង្កើតជាត្បូងថ្មីហើយទី2មានន័យថាគេអាចប្រើប្រាស់ chemical ជា borax បង្ហូរចូលទៅក្នុងត្បូងទី3គឺគេអាចរំលាយកញ្ចក់បញ្ចូលទៅក្នុងត្បូងដូច្នេះហើយទើបថាត្បូងធម្មជាតិកន្ទឹមដែលព្យាបាលគឺវាមានតម្លៃប្រហាក់ប្រហែលទៅនឹងត្បូងកន្ទឹមសាំងជោគដែរគឺមិនថ្លៃទេហើយដែលយើងឃើញក៏តែឃើញមាននៅលើទីផ្សារជាច្រើនហើយដែលវាមានតម្លៃធូរថ្លៃនឹងឯងហើយគេដាក់ថាត្បូងធម្មជាតិនោះត្បូងធម្មជាតិនិងត្បូងសាំងជោគក្តីហើយនឹងដែលថាជាធម្មជាតិទ្រីតក្តីឬមិនទ្រីតក្តីគឺវាមានកម្រិត9បើយើងតេស្តដោយម៉ាស៊ីនតេស្តពេជ្រហើយបើយើងប្រើប្រាស់ UV test គឺត្បូងឡើងក្រហមច្រាំងហើយការបែងចែកឲ្យដាច់អំពីត្បូងធម្មជាតិនិងត្បូងសាំងជោគគឺគេត្រូវប្រើប្រាស់កែវពង្រីករហូតដល់10 ដងប៉ុន្តែបើត្បូងនឹងវាជាត្បូងដែលថាព្យាបាលគឺយើងមិនអាចបែងចែកដាច់ច្បាស់ជ្រុងជាមួយនឹងត្បូងសាំងជោគទេដោយសារតែវាត្រូវបានព្យាបាលគឺបែកនៅអ្វីដែលជាលក្ខណៈធម្មជាតិក្នុងត្បូងហើយ